Đấy một phần là cáiថ្ងៃនេះយើងទៅលេងសាច់ជីម៉ុងចាសាច់ជីម៉ុងឥឡូវស្អាតហើយណាបងប្អូននេះគេហៅថាភូមិកសិករខ្មែរចាអញ្ចឹងកន្លែងហ្នឹងគឺមានកន្លែងគេលក់អីញ៉ាំឬក៏មានផលិតផលខ្មែរអញ្ចឹងណាបងប្អូនហើយស្អាតមែនតើហើយគឺមានកន្លែងញ៉ាំកន្លែងដើរលេងកន្លែងថតរូបខ្ញុំមិនដែរទៅទេដល់ពេលទៅម្ដងស្អាតរបស់គេចំណុចទីធ្លាវិញធំយកតែមែនតែនហើយចម្ងាញ់អីលក់អត់មានកេះខ្វះទេមានតាំងពីតុក្កតាមានតាំងពីនិយាយទៅគេដាក់ផ្នែកគេដូចនៅផ្សារផ្សេងដែរណាកន្លែងកម្មាគេដាក់កម្មាកបោកកន្លែងតុក្កតាដាក់តុក្កតានិយាយទៅដាក់ផ្នែកអូនវាធំទីធ្លាធំមែនតែនហើយទៅចូលទៅតិចចិត្តហ្មងចាចង់កន្លែងណាក៏ស្អាតកន្លែងណាក៏ស្អាតដែរបងប្អូនហើយមានគ្រឿងអលង្ការមានអីនេះចង់ពួកខ្ញុំនឹងចូលទៅមើលហើយចូលទិញបានពី3គ្រឿងគេដែរតម្លៃវាអត់សូវថ្លៃប៉ុន្មានទេថាគ្នាតាគៀបអីមួយ3រៀល4រៀល5រៀលអីចឹងណាអត់សូវថ្លៃទេចាបងប្អូនដំបូងយើងថាអូកន្លែងហ្នឹងថ្លៃអីចឹងតាមពិតអត់អីទេតម្លៃអាចទទួលយកបានចាអញ្ចឹងពេលណាយើងអបសុកអីចឹងទៅយើងដើរលេងខ្លះទៅវាសុបាយចិត្តដែរចាអញ្ចឹងបងប្អូនណាចង់ទៅលេងសាច់ជីម៉ុងទៅលេងកន្លែងហ្នឹងគឺថាតាក់ចិត្តហ្មងអត់ចង់ចេញមកវិញទេណាបងប្អូនវាចង់ទៅមកកន្លែងហើយមកកន្លែងទៀតកន្លែងណាក៏ស្អាតដែរបងប្អូនអើយនិយាយទៅចាប់ចិត្តហ្មងណាកន្លែងគេរៀបចំស្អាតមែនតើ